សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិរឿងខ្មោចរបស់ពូបារាំងសូមរីករាយសម្ដាប់ជាមួយសាយរឿងថ្មីទាំងអស់គ្នាបើចូលចិត្តការនីតិរបស់ពូបារាំងកុំភ្លេចជួយ Subscriber និងឲ្យមេដៃរបស់ពូបារាំងម្នាក់មួយផងសូមអរគុណប្រសិនបើប្រិមិត្តអ្នកអានរឿងខ្មោចនៅមន្ទីរពេទ្យស៊ីរីយ៉ាពិតជាភ័យស្លុតណាស់បើសិនជាខ្សោយទៀតផលនឹងទៅជាឈឺមិនខានព្រោះតែព្រឺខ្លាចតើហេតុយ៉ាងណាខ្លះដែលបណ្ដាលឲ្យមន្ទីរពេទ្យមានខ្មោចលងបែបនេះអ្នកកាសែត The Nation ម្នាក់ចាត់ទុកថាជាជនបេះដូងដែកបានប្រថុយប្រឋានចុះស៊ើបរឿងខ្មោចនេះដល់មន្ទីរពេទ្យដោយផ្ទាល់នៅមន្ទីរពេទ្យនោះភ្លើងអគ្គិសនីឧស្សាហ៍ដាច់ណាស់ដោយសារតែភូមិកណ្ដុលកាត់បំផ្លាញភាពងងឹតគឺជាចំណូលចិត្តរបស់ពួកខ្មោចព្រាយណាស់នៅពេលសួរថាតើមានព្រលឹងខ្មោចវល់នៅមន្ទីរពេទ្យនេះមែនឬមនុស្សតិចណាស់ដែលគ្មានចម្លើយសំបីតែផ្នែកវិទ្យាសាស្ត្របច្ចេកទេសខាងប៉ូលីសប្រមត្តនក៏គ្មានពាក្យនឹងនិយាយដែរចោះចំពោះប្រជាជនធម្មតាយ៉ាងម៉េចដែរយល់ល្អគប់បីនៅស្ងៀមល្អជាងមិនត្រូវលូលែងនឹងការភ័យខ្លាចឡើយវេជ្ជបណ្ឌិតម្នាក់ឈ្មោះសាបាជាសាស្ត្រាចារ្យនៅសាលាបច្ចេកទេសពេទ្យទើបហ៊ានឆ្លើយថាមានសាបាធ្វើការនៅមន្ទីរពេទ្យស៊ីរីយ៉ានេះខាងផ្នែកវះកាត់និងផ្នែកតម្កល់សាកសពកន្លងមកមន្ទីរពេទ្យបានតម្កល់សាកសពជាច្រើនមានទាំងសាកសពឃាតករមានទាំងសាកសពអ្នកស្លួត្រង់សាបាបានឲ្យដឹងថាមន្ទីរពេទ្យនេះធ្លាប់តម្កល់សាកសពជនអូក្រិតស៊ីសាច់មនុស្សឈ្មោះស៊ីអ៊ុយកាលពីឆ្នាំ1960បន្ទប់ធ្វើការរបស់សាបាចុងអ៊ីតហើយមានពន្លឺព្រាលជះពីអំពូលភ្លៀងកញ្ចក់ដែលព្យួងនៅលើក្បាលប៉ុណ្ណោះផ្ទៃមុខរបស់លោកស្ថិតនៅពន្លឺស្ទង់ដូចនេះមើលទៅមិនខុសអីពីសាកសពឡើយសាបាបាដាអាងជានិច្ចថាអ្វីដែលគាត់និយាយសុទ្ធតែជាចាពិតគាត់បាននិទានរឿងនោះដោយទឹកមុខមឹងម៉ាត់គួរឲ្យជឿជាក់ថាមានយប់មួយពេលខ្ញុំកំពុងតែឈរនៅអគារមួយទល់នឹងអគារវះកាត់ខ្ញុំបានឃើញស្ត្រីម្នាក់ស្លៀកពាក់ជាឈុតប្រពៃណីពាក់អ្នកកន្សែងសពាក់ក្រវីនសក្រងយ៉ាងស្អាតនាងបានអង្គុយចុះហើយសម្លឹងមកខ្ញុំបន្ទាប់មកស្រាប់តែរូបនាងរលាយខ្សួលបាត់ទៅដូចជាផ្សាយញីចាំងនាងនោះតែងតែបង្ហាញខ្លួនឲ្យខ្ញុំឃើញជាច្រើនដងលើសពីនោះទៀតមានម្ដងនោះពេលខ្ញុំទៅដល់ផ្ទះតែហើយទើបដឹងថាខ្ញុំភ្លេចសៀវភៅនៅជាន់ទី2នៃអគារវះកាត់ខ្ញុំក៏បុកមកមន្ទីរពេទ្យនៅយប់នោះតែម្ដងពេលដែលខ្ញុំចូលទៅក្នុងបន្ទប់ផុតស្រាប់តែទ្វារបន្ទប់បិទលាន់លឺក្រាំងពីក្រោយក្នុងខ្ញុំពេលនោះគ្មានខ្យល់សោះដូច្នេះទ្វារនេះវាពុំអាចនឹងធ្វើសកម្មភាពបានទេខ្ញុំនឹកគិតព្រមថាមានគេចង់លលេងនឹងខ្ញុំហើយខ្ញុំក៏កញ្ចក់យកសៀវភៅរួចហើយក៏ស្ទុះចេញពីបន្ទប់នោះតាមសមត្ថភាពដែលខ្លួនធ្វើទៅបានសាបាបានដឹងថាអគារវះកាត់នេះបានคล้ายទូចជាប្រធានបទនៃរឿងខ្មោចនៅក្នុងចំណោមនិស្សិតពេទ្យទាំងអស់ទៅហើយសាកសពរាប់មិនអែនទេដែលត្រូវបានយកមកកាន់ទីនេះសម្រាប់ធ្វើការស្រាវជ្រាវមន្ទីរពេទ្យនេះក៏វល់ទៅដោយប្រលឹងសាកសពទាំងនោះដែរកាលពីសាបានៅជានិស្សិតពេទ្យនៅឡើយគាត់បានកាន់លូឡាដាវក្បាលនិងឆ្អឹងមនុស្សពីមន្ទីរពេទ្យនេះយកទៅស្រាវជ្រាវនៅឯផ្ទះនៅយប់មួយនោះពេលដែលគាត់កំពុងអង្គុយអានសៀវភៅគាត់ហាក់ដូចជាមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងសម្លឹងមើលគាត់ពីក្រោយខ្នងគាត់និយាយថាពេលខ្ញុំបែរមកគ្មានអ្នកណាទាំងអស់ខ្ញុំពិតជាមិនខ្លាចឆ្មោចឡើយខ្ញុំអង្គុយនៅចុងមួយខាងនៃកៅអីចំណែកចុងមួយខាងទៀតដែលនៅទំនេរនោះហាក់ដូចជាមានទម្ងន់សង្កត់ធ្វើឲ្យកៅអីធ្លាយទប់ខ្ញុំមិនបាននៅពេលដែលខ្ញុំឡើងទៅលើគ្រែខ្នើយរបស់ខ្ញុំដូចត្រុតចុះហាក់ដូចជាមានអ្នកណាទើបនឹងដេករួចខ្ញុំបាននិយាយរឿងនេះប្រាប់គ្រូនិងមិត្តភ័ក្តិរបស់ខ្ញុំពួកគេតបថាក៏ធ្លាប់ជួបប្រទះសភាពប្រហាក់ប្រហែលនេះដែរនេះប្រហែលជាប្រលឹងរបស់សាកសពចង់នៅជាមួយខ្ញុំហើយគិលីនុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យក៏ធ្លាប់ធ្វើប្រទះនឹងប្រលឹងខ្មោចជាច្រើនលើកដែរនៅយប់មួយពេលយាមប្រចាំការនាងកំពុងអង្គុយអានឯកសារស្រាប់តែមានបុរសម្នាក់នៅក្នុងសម្លៀកបំពាក់រហ័យរយារយ៉ាក់បានដើរកាត់មាត់ទ្វារសម្ដៅទៅកាន់ក្រែកជំងឺម្នាក់គិលីនុបដ្ឋាយិកាបន្តថាជននោះបានឈរទ្រឹងសម្លឹងទៅអ្នកជំងឺកំពុងដេកនៅលើគ្រែអ្នកជំងឺនោះទើបនឹងវះកាត់ដាក់ក្របភ្នែកថ្មីដែលបានមកពីសាកសពអ្នកដែលស្លាប់ទៅជននោះបានអោនសម្លឹងអ្នកជំងឺអស់មួយសន្ទុះរួចក៏រលាយបាត់ស្រមោលទៅវេជ្ជបណ្ឌិតម្នាក់ទៀតឈ្មោះអាយិនប៊ុនយ៉ាកែនបានបោះពុម្ពផ្សាយសៀវភៅមួយក្បាលមានចំណងជើងថារឿងពិតពិបាកជឿដែលលោកសរសេររំលឹកឡើង
កាលពីឆ្នាំ1961នាចំនួនលោកជានិស្សិតកំពុងតាមរៀននៅមន្ទីរពេទ្យស៊ីរីយ៉ានេះលោកតែងត្រូវរងទុក្ខទុំម្នេញដោយសារតែស្រមោលខ្មោចនេះខ្មោចបានរំខានលោករហូតដល់គៀបសង្កត់ដល់អារម្មណ៍របស់លោកយ៉ាងខ្លាំងក្លាពុំនោះសោតលោកមានគំនិតចង់ធ្វើអត្តឃាតដើម្បីឲ្យបានរួចផុតពីព្រលឹងខ្មោចនេះមានយប់មួយពេលដែលលោកដឹងខ្លួនឡើងស្រាប់តែឃើញស្រមោលមនុស្សម្នាក់ឈរនៅក្បែរគ្រែលោកដេកតាំងពីពេលណាមកមិនដឹងលោកស្រែកឡើងថាអ្នកណាហាការពិតគ្មានអ្នកណានៅក្បែរនោះក្រៅពីប្រពន្ធលោកនិងគិលានរូបថាយិកាឡើយក្រោយមកលោកបែរជាឃើញក្មេងស្រីម្នាក់ញើសធំបានមកក្បែរលោកនិងនិយាយមកកាន់លោកដើម្បីអះអាងចំពោះប្រការនេះវេជ្ជបណ្ឌិតម្នាក់ទៀតបានសំណុំពរឲ្យប្រពន្ធលោកប៊ុនយ៉ាកែតនិយាយឡើងវិញក្មេងស្រីមាសធំនោះបាននិយាយទៅកាន់លោកប៊ុនយ៉ាកែតថានាងស្លាប់ដោយរោគធាត់នៅបន្ទប់នេះកាលពី2ឆ្នាំមុនក្មេងស្រីនោះបាននិយាយថាខ្ញុំនឹងមានមិត្តម្នាក់ទៀតក៏ស្លាប់នៅទីនេះកាលពីឆ្នាំទៅដែរថ្មីនេះវេជ្ជបណ្ឌិតប៊ុនយ៉ាកែតបានធ្វើឲ្យមនុស្សរាល់គ្នាភ័យខ្ញាប់ញ័រអំពីរឿងខ្មោចលងនេះដោយមានភស្តុតាងគ្រប់គ្រាន់រឿងនោះចាប់ផ្ដើមពីការស្លាប់របស់យុវទីម្នាក់កាលពីចំនួនស្ដេចរាមា3នៅទន្លេចៅប្រយ៉ានាងយុវទីនោះភីមផាវ៉ាឌីជាកូនស្រីរបស់តកែហាងមួយនៅជិតវត្តវ៉ាខុតនាងត្រូវស្លាប់នៅអគារវះកាត់នៅមន្ទីរពេទ្យស៊ីរីយ៉ានេះកាលពីឆ្នាំ1960ក្រោយពីស្លាប់នាងបានទេពញ្ញោសុបិនឲ្យឪពុកលើកភ្លើមួយនៅវត្តវ៉ាខុតដោយយកឈ្មោះនាងដាក់ឲ្យភ្លើនោះនាងបានប្រាប់វេជ្ជបណ្ឌិតប៊ុនយ៉ាកែតអំពីរឿងរ៉ាវទាំងអស់នោះក្រោយមកលោកថៅបានលើរឿងប្រលឹងខ្មោចរបស់នាងភីមផាវ៉ាឌីដែលត្រូវជាប្អូនស្រីខ្លួននោះលោកថៅក៏ឲ្យកូនប្រុសរបស់គាត់ឈ្មោះវីរវត្តធ្វើដំណើរទៅកាន់វត្តវ៉ាខុតដើម្បីរកការពិតនាយវីរវត្តបានរកឃើញផ្នាវមួយនៅទីនោះមែននៅពីមុខផ្នាវមានរូបថតស្រីម្នាក់ប៉ុន្តែរូបនោះចាស់ព្រាវទៅហើយមើលពុំច្បាស់និងមានសរសេរឈ្មោះអ្នកស្លាប់គឺនាងភីមផាវ៉ាឌីពិតប្រកបមែនគ្មានអ្នកណាជឿរឿងខ្មោចលងឡើយប៉ុន្តែក៏គ្មានអ្នកណាបដិសេធដែរលើកលែងតែអស់លោកវេជ្ជបណ្ឌិតមួយចំនួននៅមន្ទីរពេទ្យស៊ីរីយ៉ានេះនឹងត្រូវស្រមោលខ្មោចបង្ហាញឈួននៅចំពោះមុខទើបជឿជាក់ថាមានប្រលឹងខ្មោចគេបាននឹងថាប៉ូលីសដោយមានការចូលរួមពីវេជ្ជបណ្ឌិតជាច្រើនអ្នកនិងអ្នកវិទ្យាសាស្ត្រម្នាក់ទៀតនឹងមកមន្ទីរពេទ្យនេះដើម្បីរកការពិតទោះបីជាយ៉ាងណាក៏ដោយប្រជាជនមិនហ៊ានអាត់ក្បាលនៅមន្ទីរពេទ្យដែលមានខ្មោចលងនេះទេ